ថ្ងៃនេះយើងនិយាយអំពីការសិក្សាអំពីចំណេះដឹងផ្នែកបរិស្ថានឬជំនាញបៃតងគោលដៅនៃវីដេអូនេះអ្នកសិក្សាទាំងអស់គ្នានឹងមានសមត្ថភាពក្នុងការកំណត់អំពីផលប៉ះពាល់របស់សារធាតុធ្វើឲ្យត្រជាក់លើបរិស្ថាននិងបង្ហាញផលចំណេញផ្នែកបរិយាកាសពីការជួសជុលម៉ាស៊ីនត្រជាក់ប្រកបដោយប្រសិទ្ធភាព 1. ការប្រើប្រាស់សារធាតុធ្វើឲ្យត្រជាក់នេះជាសារធាតុធ្វើឲ្យត្រជាក់ប្រើប្រាស់ក្នុងប្រព័ន្ធសេដ្ឋកម្មនៅតាមលំនៅឋានពាណិជ្ជកម្មដឹកជញ្ជូនម៉ាស៊ីនត្រជាក់និងប្រព័ន្ធបឺតកម្ដៅនេះជាសារធាតុធ្វើឲ្យត្រជាក់ O141A ដែលជាសារធាតុជំនួយធ្វើឲ្យឡើងប៉ោងសម្រាប់ផលិតកម្មពូកអេប៉ុងនិងផលិតផលផ្លាស្ទិកផ្សេងទៀតសម្អាតប្រេងខ្លាញ់លើលោហៈធាតុទូទៅវាក៏ត្រូវបានប្រើប្រាស់ផងដែរក្នុងការសម្អាតស្ងួតឬស្នាមប្រឡាក់ក្នុងឧស្សាហកម្មវាយនភ័ណ្ឌនេះជាសារធាតុ Propellant ដែលជាសារធាតុជំនួយធ្វើឲ្យសារធាតុប្រហើរក្នុងហ្វូមកោរពុកមាត់ទឹកអប់ទឹកសម្អាតកញ្ចក់ទឹកសម្អាតប្រេងនិងខ្លាញ់ហើយនេះជាបំពង់ពន្លត់អគ្គិភ័យប្រភេទ Halon និង HBFC នេះជាមេទីលប្រមាណដែលជាថ្នាំសម្លាប់សត្វល្អិតសម្រាប់ដីកសិកម្មការរៀបចំសម្អាតមុនដឹកជញ្ជូនកសិផលជាដើមយល់ដឹងអំពីការបំភាយរបស់សារធាតុធ្វើឲ្យត្រជាក់ក្នុងអំឡុងពេលដំឡើងខុសបច្ចេកទេសឬជួសជុលមិនល្អអាចបណ្ដាលឲ្យមានការលេចជ្រាបសារធាតុធ្វើឲ្យត្រជាក់ចេញទៅបរិយាកាសក្នុង1គីឡូក្រាមនៃសារធាតុ O22 អាចបំភាយចេញឧស្ម័ន CO2 1820គីឡូក្រាមទៅក្នុងបរិយាកាសក្នុង1គីឡូក្រាមនៃសារធាតុ O134A អាចបំភាយចេញឧស្ម័ន CO2 1430គីឡូក្រាមទៅក្នុងបរិយាកាសរីឯក្នុង1គីឡូក្រាមនៃសារធាតុ O110A អាចបំភាយចេញឧស្ម័ន CO2 2088គីឡូក្រាមទៅក្នុងបរិយាកាសចំណែកលក្ខណៈសម្បត្តិផ្នែកបរិស្ថានវិញក្នុង1ម៉ូលេគុលនៃសារធាតុ O22 គឺសក្តានុពលភាពបំផ្លាញអូសូន 0.055 និងសក្តានុពលកើនកម្ដៅផែនដី1820គីឡូក្រាមក្នុង1ម៉ូលេគុលនៃសារធាតុ O134A គឺគ្មានសក្តានុពលភាពបំផ្លាញអូសូនទេប៉ុន្តែមានសក្តានុពលកើនកម្ដៅផែនដី1300គីឡូក្រាមចំណែក1ម៉ូលេគុលនៃសារធាតុ O110A ក៏គ្មានសក្តានុពលភាពបំផ្លាញអូសូនដែរប៉ុន្តែសក្តានុពលភាពកើនកម្ដៅផែនដីស្មើនឹង1730គីឡូក្រាមនិង1ម៉ូលេគុលនៃសារធាតុ O290 គឺគ្មានសក្តានុពលបំផ្លាញអូសូនទេតែមានសក្តានុពលកើនកម្ដៅផែនដី3គីឡូក្រាមដើម្បីជួយសង្គ្រោះផែនដីយើងក៏បីមិនត្រូវបញ្ចេញសារធាតុគីមីនិងសារធាតុធ្វើឲ្យត្រជាក់ចូលទៅក្នុងបរិយាកាសបូមសម្អាតសារធាតុទុកនិងប្រើប្រាស់វាឡើងវិញងាកមកប្រើសារធាតុប្រភេទធម្មជាតិនិងសារធាតុដែលមានសក្តានុពលកើនកម្ដៅផែនដីទៀត 2. ផលចំណេញផ្នែកបរិយាកាសពីការជួសជុលការកាត់បន្ថយការស៊ីថាមពលក្នុងប្រព័ន្ធបរិក្ខារត្រជាក់គឺដូចជាថែរក្សាពិភពលោកផងដែរការកាត់បន្ថយការបំផ្លាញអូសូនអាចជួយសង្គ្រោះបរិស្ថាននិងជួយសន្សំថវិការីឯការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់អាចជួយសង្គ្រោះជីវិតសត្វលោកលទ្ធផលកំហុសឆ្គងក្នុងពេលដំឡើងអាចបណ្ដាលឲ្យលំហូរខ្យល់ចេញពីកង្ហារទៅប៉ះជញ្ជាំងទ្វារកញ្ចក់ហើយធ្វើឲ្យកើនកម្ដៅខ្យល់ក្ដៅវិលទៅវិលមកធ្វើឲ្យកើនកម្ដៅហើយធ្វើឲ្យកើនកម្ដៅកងដងសើនាំឲ្យសម្ពាធកើនខ្ពស់អាំងតង់ស៊ីតេខ្ពស់ជាហេតុធ្វើឲ្យខាតថាមពលកំហុសឆ្គងទាំងនេះអាចបណ្ដាលឲ្យពិបាកជួសជុលនិងលាងសម្អាតនៅថ្ងៃមុខប្រសិនបើខ្យល់ក្នុងប្រព័ន្ធអាចបណ្ដាលឲ្យសម្ពាធកើនឡើងខ្ពស់បាត់បង់ថាមពលនិងសមត្ថភាពត្រជាក់បន្ទប់ត្រជាក់មិនគ្រប់គ្រាន់និងអតិថិជនមិនពេញចិត្តតើយើងត្រូវធ្វើដូចម្តេចក្នុងពេលជួសជុលដើម្បីការពារកុំឲ្យមានផលប៉ះពាល់ដល់បរិស្ថាននៅពេលជួសជុលយើងគប្បីអនុវត្តតាមលក្ខណៈបច្ចេកទេសមានជំនាញក្នុងការផ្សារបូមសម្អាតបន្សុទ្ធសារធាតុមិនបញ្ចូលសារធាតុលើសឬខ្វះបង្កើតវគ្គបណ្ដុះបណ្ដាលអំពីការប្រើប្រាស់សារធាតុធ្វើឲ្យត្រជាក់និងផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ការធ្វើដូចនេះនឹងផ្ដល់ផលប្រយោជន៍ដូចជាកាត់បន្ថយការចំណាយនិងជួយដល់បរិស្ថានមិនមានការលេចជ្រាបនិងចំណេញថវិកាមិនមានការបញ្ចេញសារធាតុធ្វើឲ្យត្រជាក់ចោលទៅក្នុងបរិយាកាសនិងសន្សំថាមពលអគ្គិសនីក្រោយពេលទស្សនាវីដេអូនេះចប់អ្នកសិក្សាទាំងអស់គ្នាមានសមត្ថភាពក្នុងការអនុវត្តការកំណត់ពីភាពប៉ះពាល់របស់សារធាតុធ្វើឲ្យត្រជាក់ទៅលើបរិស្ថាននិងបង្ហាញផលចំណេញផ្នែកបរិយាកាសពីការជួសជុលអរគុណសម្រាប់ការយកចិត្តទុកដាក់ទស្សនាលើវីដេអូនេះជួបគ្នានៅវីដេអូបន្ទាប់